បន្ទប់ដែលមានពន្លឺភ្លឺព្រាលៗកំពុងតែលេចឡើងនូវសំឡេងយំសោកតិចៗរបស់មនុស្សប្រុសម្នាក់ដែលកំពុងតែយំសោកអោបរូបថតភរិយាជាទីស្រឡាញ់មិនក៏អូនទៅចោលបងបែបនេះមិនក៏អូនដាច់ចិត្តយ៉ាងនេះត្រឡប់មកវិញមកបងពិតជានឹកអូនណាស់ចង់ជួបអូនខ្លាំងណាស់ធានអ៊ីយំសត់ៗនិងហើយហៅភរិយាត្រឡប់មកវិញទាំងកំពុងអោបរូបថតនាងយំយកឡើងញ័រខ្លួនទៅត្រូវមនុស្សប្រុសដែលគ្រប់គ្នាគិតថាមិនចេះយំគិតថាជាមនុស្សរឹងមាំធាតុពិតគេក៏ចេះយំហើយក៏ទន់ជ្រាយមិនខុសពីមនុស្សស្រីប៉ុន្មានដែរជាពិសេសពេលជួបរឿងបែបនេះទើបគេដឹងថាលើโลกនេះរឿងដែលអាចធ្វើឲ្យគេឈឺចាប់បំផុតគឺជាស្នេហាលើកទី1ហើយដែលគេមានអារម្មណ៍ថាពិបាកទទួលយកគេចង់បំភ្លេចគ្រប់យ៉ាងគេចង់បញ្ឈប់ការឈឺចាប់ទាំងអស់តែគ្មានវិធីអាចធ្វើបានមានតែការស្រែកយំផឹកស្រាបណ្ដោយខ្លួនឲ្យដុនដាបធ្លាក់ក្នុងសភាពដែលគួរឲ្យសង្វេគបំផុតក្រែមិនក៏អញបណ្ដោយខ្លួនបែបនេះស៊ីជឿទៅបានសុខហើយបាននាងដឹងថាឯងសោកស្ដាយបែបនេះនាងច្បាស់ជាមិនបានសុខទេដោះលែងនាងដោយការព្យាបាលផ្លូវចិត្តឲ្យរឹងមាំឡើងវិញស្ដាប់បានទេហុងអ៊ីនរុញទ្វារចូលមកអង្គុយជិតប្អូនប្រុសគេព្យាយាមនិយាយលើកទឹកចិត្តនិងអង្អែលប្អូនប្រុសតិចៗជាការលួងលោមខ្ញុំនឹងព្យាយាមធានអ៊ីព្យាយាមទប់ទឹកភ្នែកប្រឹងធ្វើចិត្តឲ្យរឹងមាំតែគេធ្វើមិនបានអាចថាវាភ្លាមពេកទើបគេមិនទាន់អាចទទួលយករឿងនេះបានសង្ឃឹមថាពេលវេលាអាចកែប្រែគ្រប់យ៉ាងបានផងចុះបាត់ហុងអ៊ីនក្រោកទៅបើកភ្លើងអោនរើសដបស្រាដែលរាយប៉ាយពេញឥដ្ឋយកទៅទុកឲ្យរៀបរយមុននឹងទាញកន្សែងពោះគោបោះឲ្យប្អូនហើយវិចារបន្តឯងមិនត្រូវទន់ជ្រាយបែបនេះទេកុំភ្លេចថាគ្រួសាររបស់យើងសង្ឃឹមលើឯងណាហេតុនេះកុំធ្វើឲ្យគ្រប់គ្នាអស់សង្ឃឹមអីអរគុណណាស់បងប្រុសធានអ៊ីប្រឹងក្រោកឈរទាំងលំបាកណាមួយផឹកច្រើនពេករៀងស្រវឹងខ្លាំងដែរហើយណាមួយឈឺចាប់យំសោកឡើងអស់កម្លាំងពីខ្លួនរលីងតែគេព្យាយាមគិតដល់គ្រប់គ្នាដែលកំពុងតែផ្ញើក្តីសង្ឃឹមមកលើគេទើបគេព្យាយាមរឹងមាំធ្វើជាធានអ៊ីកាលពីមុនទោះជាលំបាកខ្លាំងប៉ុណ្ណាក៏ត្រូវតែជំនះហុងអ៊ីនបានឃើញប្អូនប្រុសចូលទៅក្នុងបន្ទប់ទឹកបែបនេះគេក៏បានចេញទៅវិញទាំងញញឹមស្រស់មិនដឹងថាព្រោះរឿងអ្វីឲ្យប្រកបក្រែមួយសន្ទុះក្រោយមកអ្នកកំឡោះក៏បានងូតទឹករួចរាល់គេក្រុងឈុតគេងយប់ធំរលំហើយដើរមករកគ្រៃគេងក៏បានឃើញខ្នើយដែលជីនអើតែងតែកើជាប្រចាំក្រឡេកទៅម្ខាងទៀតក៏ឃើញសម្លៀកបំពាក់របស់ប្រើប្រាស់គ្រប់យ៉ាងដែលជារបស់នាងធ្វើឲ្យគេភ្លេចអស់នូវភាពសោកសៅឈឺចាប់ជំនួសមកវិញនូវភាពខឹងសម្បាគុំគួនពេញខួរក្បាលស្រែកបុតត្បុតស្រែកពីពលភើបភើបប្រាវប្រាងធានអ៊ីស្រែកខ្លាំងៗទាំងបោះខ្នើយបោះសម្លៀកបំពាក់របស់នាងចោលទៅលើឥដ្ឋហើយក៏វាគ្រឿងសម្អាងគ្រប់យ៉ាងធ្លាក់រាយប៉ាយបែកខ្ចាយពេញក្រោមតុបន្ទាប់ពីនោះគេក៏បានចេញពីបន្ទប់ហើយទៅគេងនៅបន្ទប់ទទួលភ្ញៀវវិញព្រោះមិនចង់ឃើញគ្រប់យ៉ាងដែលពាក់ព័ន្ធនឹងស្រីម្នាក់នេះទៀតហ្វាងគ្រប់ទោះជាមានបញ្ហាធំប៉ុណ្ណាក៏ធានអ៊ីមិនភ្លេចតួនាទីដែរគេបានមកធ្វើការទាំងនៅឈឺចាប់ក្នុងបេះដូងនៅឡើយតែក៏ព្យាយាមធ្វើដូចធម្មតាព្រោះមិនចង់ឲ្យគ្រប់គ្នាមានសម្ពាធអ្នកកំឡោះបានចូលបន្ទប់ធ្វើការផ្ទាល់ខ្លួនភ្លាមក៏ឃើញជូមីអង្គុយចាំទើបគេដកដង្ហើមធំចេញមួយវូហើយដាក់បង្គោលនៅលើកៅអីទាំងសួរឡើងអ្នកនាងមកបន្ទប់ធ្វើការខ្ញុំមានការអីគឺចង់មកអង្គុយធ្វើការនៅទីនេះជាមួយលោកស្រីល្អិតនិយាយទាំងដើរមកជិតអ្នកកំឡោះហើយលុកលាន់គេតាមទម្លាប់តុកក្រែរំពេចនោះទ្វារបន្ទប់បានរបើកបន្ទាប់ពីមានការគោះជាសញ្ញាចំនួន3ដងរាងកាយតូចច្រឡឹងរបស់ស៊ីជឺដែលធៀបពិតជាជីនអើបានបង្ហាញឡើងដែលធានអ៊ីបានដឹងការពិតហើយតែក៏ព្យាយាមធ្វើដូចធម្មតាព្រោះមិនចង់ឲ្យអ្នកក្រៅបានដឹងរឿងនេះអូនមានរឿងចង់និយាយជាមួយបង
ជីនអើស្រដៃខ្សែទាំងភ័យបបួសខ្លាចថាត្រូវគេបណ្ដឹងចាញ់នេះជាម៉ោងការងារហើយក៏ជាក្រុមហ៊ុនដែរសម្រាប់រឿងផ្ទាល់ខ្លួនចាំនិយាយគ្នានៅផ្ទះទៅល្អទេជុំមីឆ្លើយជំនួសអ្នកនាងចេញទៅវិញសិនទៅធានអ៊ីស្រដៃទាំងទឹកមុខរៀបស្មើបង្គាប់ដោយភាពម៉ឺងម៉ាត់បង្ខំឲ្យជុំមីប្រឆាំងមិនបានក៏បង្ខំចាត់ចេញទៅវិញតាមសម្ដីរបស់គេការដែលខ្ញុំព្រមនិយាយជាមួយនាងព្រោះមិនចង់ឲ្យជុំមីសង្ស័យរឿងគ្រប់យ៉ាងដែលកើតឡើងមិនអាចឲ្យអ្នកក្រៅដឹងបានទេធានអ៊ីបកស្រាយព្រោះមិនចង់ឲ្យជីនអើយល់ច្រឡំថាគេព្រមលើកទោសឲ្យនាងអូនមកសុំទោសបងសុំទោសគ្រប់យ៉ាងបងអាចលើកទោសឲ្យអូនផងបានទេជីនអើមិនចាំយូរប្រញាប់ចូលទៅជិតគេទាំងទទួលសុំការលើកទោសពីគេនាងកេងមិនលក់បក់មិនលះហើយទេបើគេនៅតែប្រកាន់ខឹងមិនព្រមអភ័យទោសឲ្យនាងបែបនេះរាល់ដងដែលខ្ញុំលើកទោសឲ្យនាងព្រោះយល់ច្រឡំថានាងជាស៊ីជឺតែពេលនេះខ្ញុំបានដឹងហើយថានាងមិនមែនជាប្រពន្ធរបស់ខ្ញុំទេដូច្នេះខ្ញុំគ្មានថ្ងៃលើកទោសឲ្យនាងដាច់ខាតឆាប់ចេញពីជីវិតខ្ញុំទៅធានអ៊ីនិយាយច្បាស់គ្មានស្ទាក់ស្ទើរមិនសូម្បីតែមើលមុខនាងនេះបញ្ជាក់ឲ្យឃើញថាគេស្អប់នាងណាស់ស្អប់ដល់ឆ្អឹងស្អប់ដល់ថ្នាក់មិនចង់ឃើញមុខមិនចង់នៅក្បែរហើយក៏មិនចង់ឮសូម្បីឈ្មោះអូនត្រូវរស់ក្រោមសម្ផស្សរបស់អ្នកដទៃអូនព្យាយាមបំភ្លេចគ្រប់យ៉ាងដែលជាការពិតរបស់អូនហើយព្យាយាមចងចាំគ្រប់យ៉ាងដែលជារបស់អ្នកដទៃព្យាយាមធ្វើជាយកស៊ីជឿទោះលំបាកប៉ុណ្ណាក៏មិនគិតថាចង់បកក្រោយទាំងនេះសុទ្ធតែដើម្បីបងដឹងថាអូនដើម្បីបងត្រូវលះបង់ប៉ុណ្ណាទេបងដឹងថាអូនត្រូវឈឺចាប់ប៉ុណ្ណាទេជីនអើពោលទាំងទឹកភ្នែកគេគិតថានាងចង់ធ្វើបែបនេះណាស់មែនទេគិតថានាងធ្វើទាំងគ្មានអារម្មណ៍អីបន្តិចសោះហេមាននាងមានអារម្មណ៍ថាឈឺចាប់ណាស់ដែលត្រូវរស់នៅជាគេមិនមែនជាខ្លួនឯងនាងពិបាកណាស់ដែលព្យាយាមសម្ដែងតាមស៊ីជឿគ្រប់យ៉ាងស៊ីជឿចេះអីមិនចេះអីនាងត្រូវតែធ្វើតាមទាំងអស់ទោះជាផ្ទុយនឹងនាងក៏ដោយព្រោះតែស្រឡាញ់ព្រោះតែបារម្ភពីផ្លូវចិត្តគេទើបនាងព្រមលះបង់ខ្លួនឯងធ្វើដូចជានាងគ្មាននៅលើโลกនេះសុខចិត្តរស់នៅជាអ្នកដទៃទាំងលំបាកទាំងឈឺចាប់មិនរញរាបានហើយទាំងនេះគ្រាន់តែជាពាក្យដោះសាររបស់នាងប៉ុណ្ណោះហើយមេត្តាឈប់និយាយពាក្យបងអូនជាមួយខ្ញុំទៀតទៅខ្ញុំខ្ពើមហើយទៅទ្វារឆាប់ចេញទៅហើយកុំឲ្យខ្ញុំឃើញមុខនាងទៀតធានអ៊ីពោលទាំងកំហឹងចង់អោយទៅកាន់ទ្វារបណ្ដេញឲ្យនាងចាក់ចេញព្រោះបើនាងបន្តនៅគេអាចនឹងធ្វើអ្វីធ្ងន់ធ្ងរជាងនេះក៏ថាបានអត់ទេខ្ញុំមិនទៅទេលុះត្រាតែបងព្រមលើកលែងទោសឲ្យខ្ញុំសិនជីនអើគ្រោះពីក្បាលបដិសេធមិនព្រមចេញព្រោះចង់ទទួលការអភ័យទោសពីគេជាងនេះទៅទៀតនាងក៏បានឲ្យគេចាប់ណែនសម្រាប់ទឹកភ្នែកហូរសស្រាក់នៅលើទ្រូងរបស់គេធានអ៊ីពេលដែលបានទទួលដឹងនូវភាពក្តៅអ៊ុននៅដំណក់ទឹកភ្នែករបស់នាងហើយគេបែរជាមានអារម្មណ៍ញាប់ញ័ររំជើបរំជួលចិត្តហាក់អាណិតនាងហាក់ចិត្តទន់ចំពោះនាងតែក៏ព្យាយាមជំនះចិត្តខ្លួនឯងទាំងដាស់តឿនសតិជារឿងថានាងមិនមែនជាស៊ីជឺនាងជាមនុស្សបោកប្រាស់កុំស្និទ្ធស្នាលជាមួយខ្ញុំព្រោះនាងនិងខ្ញុំគ្មានអ្វីពាក់ព័ន្ធគ្នាទេហើយសូមមេត្តាចេញឲ្យផុតពីមុខខ្ញុំទៅមិននិយាយតែមាត់គេបានរុញនាងតូចចេញមួយទំហឹងបណ្ដាលឲ្យដួលទៅលើអត់ទាំងកំរោលលោកពិតជាចង់បានបែបនេះមែនទេបានខ្ញុំនឹងបំពេញបំណងនោះបាននឹងមុខក្រាស់ហើយតែមិនបានផលបែបនេះនាងក៏មិនដឹងថាមុខក្រាស់ដើម្បីអីជីនអើនិយាយរួចក្រោកឈរអស់កម្ពស់បំរុងចាក់ចេញតែក៏ត្រូវអ្នកកំឡោះនិយាយស្កាត់ធ្វើឲ្យនាងត្រេកអរជាពន់ពេកគិតថាគេខត់នាងតែធៀបពិតមិនមែនទេឈប់សិនជូតទឹកភ្នែកឲ្យស្អាតត្រូវធ្វើគ្រប់យ៉ាងឲ្យរៀបរយកុំឲ្យគ្រប់គ្នាមានការសង្ស័យជីនអើមិនមាត់តែក៏ប្រឹងជូតទឹកភ្នែកចេញតាមបញ្ជារបស់គេហើយក៏ចាក់ចេញពីទីនោះទាំងមិនអស់ចិត្តត្បិតថានាងបានចេញពីបន្ទប់ធ្វើការរបស់ធានអ៊ីពិតមែនតែនាងមិនបានត្រឡប់ទៅផ្ទះវិញទេគឺនៅអង្គុយខាងក្រោមចាំមើលគេមើលឲ្យបានច្រើនដើម្បីឲ្យបាត់នឹកព្រោះបន្ទាប់ពីនេះនាងអាចនឹងមិនបានឃើញគេទៀតក៏ថាបានតុកក្រែកសំឡេងគោះទ្វារបានបន្លឺឡើងហ
ហើយទ្វារបន្ទប់ក៏បែរបើកឡើងក្រោមស្នាដៃរបស់ហុងអ៊ីនគេចូលមកអង្គុយក្បែរប្អូនប្រុសដែលកំពុងតែអង្គុយធ្មឹងនៅមុខកញ្ចក់កុំព្យូទ័រកិច្ចការនៅដដែលព្រោះគេគ្មានសមាធិក្នុងការធ្វើវាចង់ទៅរកស៊ីជីទេហុងអ៊ីនបោះសំណួរទៅកាន់ប្អូនប្រុសទាំងទឹកមុខសោកសៅបងអាចប្រាប់គ្រប់យ៉ាងឲ្យខ្ញុំដឹងផងបានទេធានអ៊ីមិនបានឆ្លើយតែក៏សួររកហេតុផលខណៈនោះអ្នកជាបងក៏បានរាយរាប់ដំណើរដើមទងនៃរឿងគ្រប់យ៉ាងប្រាប់គេថ្ងៃដែលឯងឡើងយន្តហោះទៅជប៉ុនស៊ីជឺត្រូវអ្នកម៉ាក់មកផ្ទះចោលទើបនាងហៅតាក់ស៊ីជិះមកផ្ទះវិញតែក៏ត្រូវអ្នកបើកតាក់ស៊ីចាប់រំលោភទើបនាងខលមកប្រាប់បងពីរឿងនេះហើយក៏សុំឲ្យបងជួយមើលថែឯងបន្ទាប់មកនាងក៏សម្លាប់ខ្លួនបងទៅជួយនាងមិនទាន់លើសពីនេះនាងបានសរសេរសម្បត្តិប្រាប់បងឲ្យលាក់រឿងនេះជាសម្ងាត់ព្រោះមិនចង់ឲ្យឯងឈឺចាប់ហើយក៏មិនចង់ឲ្យគ្រួសារហ្វាងមានព័ត៌មានមិនល្អបងគ្មានជំរើសក៏ព្រមធ្វើតាមបណ្ដាំរបស់នាងតែបងធ្វើលើសពីអ្វីដែលនាងបានប្រាប់ព្រោះបងខ្លាចឯងសង្ស័យទើបនាំជីនអ៊ឺទៅកែសម្ផស្សធ្វើជាស៊ីជឺតាមពាក្យស្នើសុំរបស់ជីនអ៊ឺបានន័យថាជីនអ៊ឺជាអ្នកសុំឲ្យបងរួមដៃជាមួយនាងមែនទេមែនហើយថ្ងៃនោះនាងបានតាមឡានបងហើយក៏ដឹងរឿងគ្រប់យ៉ាងទើបនាងនិយាយថាបើមិនធ្វើតាមសំណូមពរនាងនឹងប្រាប់គ្រប់គ្នាឲ្យបានដឹងពីការស្លាប់របស់ស៊ីជឺបងខ្លាចថាគ្រប់គ្នាទទួលយកមិនបានហើយក៏ចង់ធ្វើតាមបណ្ដាំរបស់ស៊ីជឺទៅព្រមធ្វើតាមជីនអ៊ឺបងក៏មិនដឹងដូចគ្នាថានាងចង់បានអ្វីរហូតថ្ងៃមួយបងក៏បានដឹងថានាងចង់បានចំណែកភាគហ៊ុន 20% ដែលលោកប៉ាប្រគល់ឲ្យស៊ីជឺស្រីពឹសពលបានឮបងប្រុសនិយាយគ្រប់យ៉ាងដូច្នេះធានអ៊ីចាប់ផ្ដើមខឹងសម្បានឹងស៊ីជឺកាន់តែខ្លាំងគេក្តាប់ដៃយ៉ាងណែនស្ទើរតែបាក់ម្រាមកែវភ្នែកក្រហមងៀងខ្លួនប្រាណចាប់ផ្ដើមញាប់ព្រោះតែខឹងខ្លាំងពេកឃើញអាការៈរបស់ប្អូនបែបនេះហុងអ៊ីនប្រញាប់នាំគេទៅសំពះភ្នូស៊ីជឺក្រែងអាចធ្វើឲ្យគេស្ងប់អារម្មណ៍បានខ្លះចំណែកជីនអ៊ឺក្រោយពីបានឃើញពួកគេចាកចេញពីក្រុមហ៊ុនដូច្នេះនាងក៏ហៅតាក់ស៊ីជិះតាមទាំងរឿងឆ្ងល់វេលានោះហុងអ៊ីនបាននាំធានអ៊ីទៅសំពះស៊ីជឺនៅកន្លែងដែលគេបានរៀបចំដោយម្នាក់មានកាន់ផ្កាមួយបាច់ធំដែលជាផ្កាឡាវ៉ាន់ឌឺដែលនាងចូលចិត្តក្រោយពីបានមកដល់ធានអ៊ីហាក់ទន់ជង្គង់អស់កម្លាំងរលីងក្នុងភ្នែកមានតែទឹកភ្នែកស្ទើរតែមើលអ្វីលែងឃើញទៅហើយបេះដូងរបស់គេលោតញាប់ក្តុកក្តួលខ្លាំងណាស់គេមានអារម្មណ៍ពិបាកដកដង្ហើមឈួលចង់ច្រមុះដូចមនុស្សមានជំងឺរាប់ខានស៊ីជឺទីបំផុតគេក៏យំចេញមកទឹកភ្នែកស្រក់ចុះស្របជាមួយសំឡេងយ៉ាងគួរឲ្យសង្វេគជង្គង់គេលុបចុះខណៈដៃរបស់គេបានដាក់ផ្កានៅពីមុខភ្នូរបស់ស៊ីជឺមុននឹងឈ្ងោកមុខចុះយំយកឡើងញ័រខ្លួនចំណែកហុងអ៊ីនពេលដែលឃើញបែបនេះក៏ប្រញាប់លួងប្អូនប្រុសដាក់ក្តីអាណិតអាសូរតាំងស្មារតីបើកចិត្តទទួលយកការពិតពេលនេះឯងអាចជុំបានតែពេលក្រោយកុំយំទៀតអីព្រោះនាងមិនចង់ឃើញឯងបែបនេះទេត្រូវចាំថានាងទៅបានសុខហើយគេស្ដាប់បងប្រុសគេបានគេយល់បានតែគេទុកចិត្តមិនបានហើយគេក៏តាំងចិត្តផងដែរថាយំតែពេលនេះនឹងមិនយំពេលក្រោយទៀតទេក្រោយពីបានចំណាយពេលយំឡើងឆ្អែតហែងនោះពួកគេក៏នាំគ្នាត្រឡប់ទៅផ្ទះវិញតែភ្លាមនោះធានអ៊ីបានក្រឡេកឃើញជីនអ៊ឺកំពុងពួននៅក្បែរនោះទើបគេស្រដីទៅកាន់អ្នកជាបងទាំងទឹកមុខរាបស្មើបងទៅមុនចុះខ្ញុំសុំសម្រួលអារម្មណ៍បន្តិចទៀតសិនមិនអីទេតាមសម្រួលចុះហុងអ៊ីនស្រដីទាំងទះស្មាប្អូនប្រុសតិចហើយក៏បោះជំហានចាកចេញទាំងមិនបានដឹងអ្វីសោះ